ថ្ងៃនេះខ្ញុំនឹងនាំបងទាំងអស់គ្នាទៅរកកន្លែងញ៉ាំអីមួយខ្ញុំទាំងអស់គ្នានិយាយទៅថ្ងៃចុងសប្តាហ៍មិនដឹងថាទៅណាក៏នាំគ្នាដែរញ៉ាំតែម្ដងទៅហើយនេះគឺជាកន្លែងទី1ដែលខ្ញុំបានមកបងគឺជាកន្លែងលក់ចេកអាំងនៅចិត្តផ្លូវចូលទៅអ៊ីអន2និយាយទៅគឺគាត់លក់យូរហើយក៏ឆ្ងាញ់មែនតើបងខ្ញុំមកលើកណាក៏ខ្ញុំទិញដែរសំខាន់មានច្រើនមុខមែនតើមានដុល្លារមានចេកមានអីមានកែមានអីអញ្ចឹងណាហើយខ្ញុំក៏ធ្វើការញ៉ាំទៅគឺស្រួយថ្មីឆ្ងាញ់ហ្មងដូចខ្ញុំបានដាក់ស្លេងខាងមុខឲ្យបងស្ដាប់អញ្ចឹងគឺស្រួយខ្លាំងហ្មងសំខាន់គឺឆ្ងាញ់ហើយពេលថតអញ្ចឹងទៅមិនដឹងថាខ្ញុំបានញ៉ាំអីខ្លះទេណាប៉ុន្តែញ៉ាំច្រើនមែនតើញ៉ាំដុល្លារទាំងអស់ពីរញ៉ាំចេកអស់មួយដើមទៀតអូយទៅគឺច្រើនមុខខ្លាំងនេះអាហារសម្រាប់របស់ខ្ញុំមកពេលនេះគឺរួចហើយបងចាំមើលថាអាហារពេលល្ងាចរបស់ខ្ញុំអីគេthis one នេះគឺជាអាហារពេលល្ងាចរបស់ខ្ញុំគឺវាលក្ខណៈ diet ទេអញ្ចឹងណា diet ឬក៏មិន diet ហ្នឹងចាំមើលតទៀតយកទៅអាហារមួយចាននេះ diet ហើយគឺមានផាស្តាមានអីអញ្ចឹងណាតែមួយមុខនេះវិញដូចជាមិនមែនជារបស់ diet ទេគឺជាបុកល្ហុងបងយកទៅគឺ favorite ហើយតែបានមកអ៊ីអនគឺដល់តែទិញញ៉ាំហ្មងសំខាន់ដាក់ម្ទេសទៅបន្តិចណាប៉ុន្តែហឹរខ្លាំងជាខ្លាំងហ្មងណានិយាយថាអាហារ diet ទុកម្ដុំសិនចាបុកល្ហុងខ្ញុំញ៉ាំសិនចំពោះអាហារ diet នេះគឺរបៀបជា pasta ដាក់មួយបន្លែមួយអីអញ្ចឹងណាចំពោះរសជាតិអាហារហ្នឹងគឺរាងសាបន្តិចបើសិនជាយើងអត់សូវចូលចិត្តញ៉ាំសាបទេគឺអត់ត្រូវទេបន្ទាប់មកហ្នឹងគឺថាចេញពីអនធ្វើការញ៉ាំជាមួយនឹងនំដុតម្ដងនិយាយទៅគឺថាមិនដឹងថាសម្រក់គីឡូឬឡើងគីឡូវិញទេនេះតែមិនអីសុំដាក់មួយថ្ងៃទៀតសិនណាព្រោះនំដុតនេះមិននិយាយច្រើនទេគឺ favorite ហើយដោយសារតែញ៉ាំយូរហើយចាគឺថាដាក់មកស្រួយឆ្ងាញ់ហើយរៀងរសជាតិហឹរតិចអញ្ចឹងណានិយាយទៅឆ្ងាញ់ហ្មងហើយនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះបើសិនជាការនិយាយរបស់ខ្ញុំការខុសឆ្គងលើលោកក៏សូមអធិស្ឋានទុកជាមុនផងជួបគ្នាវីដេអូក្រោយណាបាយបាយ